សួស្តីលោកអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនៅព្រឹកថ្ងៃទី14ខែកុម្ភៈនេះថ្ងៃនេះបរិយាកាសហាក់ដូចជាមានភាពស្រស់បំព្រងនិងពោរពេញទៅដោយពណ៌ផ្កាឈូកនៅគ្រប់ទីកន្លែងតែម្ដងនាងខ្ញុំសុជាតាពិតជារំភើបណាស់ដែលបានមកអង្គុយជជែកគ្នានៅក្នុងស្ទូឌីយោដ៏មានផាសុភាពនេះជាមួយភ្ញៀវកិត្តិយសពិសេសមួយរូបបាទសួស្តីក្មួយស្រីសុជាតានិងសួស្តីទៅកាន់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាផងដែរថ្ងៃនេះពិតជាថ្ងៃពិសេសម្យ៉ាងដែលយើងឃើញយុវវ័យក៏ដូចជាមនុស្សទូទៅចាប់ផ្ដើមនិយាយនិងបង្ហាញពីក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកពិតណាស់លោកពូសារឿនប៉ុន្តែលោកពូដឹងទេកន្លងមកមានការជជែកដេញដោលគ្នាច្រើនមែនទែនអំពីអត្ថន័យនៃថ្ងៃ14កុម្ភៈនេះអ្នកខ្លះថាវាជាបុណ្យសាសនាគ្រឹះអ្នកខ្លះថាវាជាថ្ងៃបង្ហាញសេចក្តីស្រឡាញ់ខុសរបៀបក្នុងនាមលោកពូជាអ្នកដែលមានបទពិសោធន៍ច្រើនតើលោកពូយល់ថាបុណ្យនៃសេចក្តីស្រឡាញ់នេះមានន័យពិតប្រាកដយ៉ាងដូចម្តេចដែរចំពោះខ្មែរយើងសំណួរនេះល្អណាស់ក្មួយបើតាមគំនិតលោកពូសេចក្តីស្រឡាញ់វាមិនមានព្រំដែនសាសនាឬជាតិសាសន៍ឡើយបើទោះបីជាថ្ងៃ14កុម្ភៈមានប្រភពមកពីបាសជាប្រទេសក៏ដោយប៉ុន្តែអត្ថន័យដែលយើងគួរដកស្រង់យកមកប្រើគឺការរំលឹកអំពីសេចក្តីស្រឡាញ់វាជាឱកាសមួយដែលយើងអាចប្រើដើម្បីបង្ហាញការដឹងគុណនិងការយកចិត្តទុកដាក់ចំពោះមនុស្សដែលនៅជុំវិញខ្លួនយើងអូមានន័យថាវាមិនមែនសម្រាប់តែគូសង្សារនោះទេមែនទេលោកពូប្រកបណាស់នេះហើយជាចំណុចដែលលោកពូចង់សង្កត់ធ្ងន់សេចក្តីស្រឡាញ់មានច្រើនទម្រង់ណាស់វាគឺសេចក្តីស្រឡាញ់ចំពោះឪពុកម្ដាយដែលផ្ដល់កំណើតឲ្យយើងសេចក្តីស្រឡាញ់ចំពោះគ្រូបង្រៀនដែលផ្ដល់ចំណេះដឹងនិងសេចក្តីស្រឡាញ់ចំពោះមិត្តភ័ក្តិដែលតែងតែជួយគ្នាក្នុងគ្រាក្រកុំឲ្យថ្ងៃនេះคล้ายជាថ្ងៃដែលយុវវ័យយល់ច្រឡំថាជាថ្ងៃសម្រេចកាមឬថ្ងៃដែលត្រូវតែមានសង្សារទើបមានន័យឲ្យសោះពិតមែនហើយលោកពូនាងខ្ញុំធ្លាប់ឃើញបងប្អូនសិស្សសាលាមួយចំនួនហាក់ដូចជាមានសម្ពាធខ្លាំងនៅថ្ងៃនេះបើមិនមានផ្កាឬកាដូបង្ហាញគេទេពួកគាត់មានអារម្មណ៍ថាអន់ចិត្តឬឯកកោតើយើងគួរផ្លាស់ប្ដូរផ្នត់គំនិតនេះដោយរបៀបណាទៅវិញវាជារឿងដែលយើងត្រូវអប់រំគ្នាទៅវិញទៅមកយើងគួរប្រាប់ពួកគាត់ថាតម្លៃនៃក្តីស្រឡាញ់មិនមែនស្ថិតនៅលើផ្កាកុលាបមួយតង់ដែលនឹងស្វិតជើងនៅថ្ងៃស្អែកនោះទេប៉ុន្តែវាស្ថិតនៅលើទង្វើល្អដែលយើងធ្វើដាក់គ្នាជារៀងរាល់ថ្ងៃសុជាតាសាកស្រមៃមើលបើយើងយកផ្កានោះទៅជូនលោកយាយឬលោកតាដែលនៅផ្ទះហើយសំពះសំពរពីគាត់តើវានឹងមានន័យជ្រាលជ្រៅប៉ុណ្ណាអូស្ដាប់លោកពូនិយាយបែបនេះនាងខ្ញុំនឹកឃើញដល់ម្ដាយនៅផ្ទះភ្លាមតែម្ដងជួនកាលយើងនៅជិតគាត់ពេករហូតដល់យើងភ្លេចប្រាប់គាត់ថាកូនស្រឡាញ់ម៉ាក់ប្រហែលជាថ្ងៃនេះគឺជាឱកាសដ៏ល្អបំផុតដើម្បីនិយាយពាក្យនេះចេញពីចិត្តនឹងហើយសេចក្តីស្រឡាញ់ដែលបរិសុទ្ធបំផុតគឺសេចក្តីស្រឡាញ់ដែលមិនចង់បានអ្វីមកវិញក្រៅពីឃើញមនុស្សដែលយើងស្រឡាញ់មានក្តីសុខលោកពូចង់ឲ្យយុវវ័យខ្មែរយើងប្រើថ្ងៃនេះដើម្បីពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាពក្នុងគ្រួសារកុំឲ្យវប្បធម៌បរទេសមកបិទបាំងតម្លៃនៃសីលធម៌និងការចេះដឹងគុណរបស់យើងចុះសម្រាប់អ្នកដែលនៅលាវវិញលោកពូអ្នកដែលអត់ទាន់មានគូស្រឡាញ់តើពួកគាត់គួរធ្វើខ្លួនបែបណាដើម្បីកុំឲ្យមានអារម្មណ៍ថាឯកកោនៅថ្ងៃ14កុម្ភៈនេះបាទសម្រាប់អ្នកនៅលាវក៏អាចអបអរបានដែរនេះជាពេលវេលាដ៏ល្អបំផុតដើម្បីស្រឡាញ់ខ្លួនឯងការនាំខ្លួនឯងទៅញ៉ាំអាហារឆ្ងាញ់ៗអានសៀវភៅដែលជួយចាត់ឬធ្វើអ្វីដែលផ្ដល់ក្តីសុខឲ្យខ្លួនឯងក៏ជាទម្រង់នៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យដែរកាលណាដែលយើងចេះស្រឡាញ់ខ្លួនឯងទើបយើងអាចចែករំលែកសេចក្តីស្រឡាញ់ដ៏ពិតប្រាកដទៅកាន់អ្នកដទៃបានសាររបស់លោកពូពិតជាមានអត្ថន័យណាស់វាធ្វើឲ្យថ្ងៃនេះមិនមែនត្រឹមតែជាថ្ងៃធម្មតាប៉ុន្តែជាថ្ងៃដែលពោរពេញដោយថាមពលវិជ្ជមានជាចុងក្រោយតើលោកពូមានពាក្យពេចន៍អីបន្ថែមទៀតដើម្បីផ្ដាំផ្ញើទៅកាន់អ្នកស្ដាប់ទេបាទលោកពូចង់ផ្ដាំថាសូមកុំឲ្យសេចក្តីស្រឡាញ់របស់អ្នកคล้ายជាបន្ទុកសម្រាប់ខ្លួនឯងឬអ្នកដទៃស្រឡាញ់ដោយការយល់ដឹងស្រឡាញ់ដោយការឲ្យតម្លៃនិងស្រឡាញ់ដោយភាពថ្លៃថ្នូរសូមឲ្យថ្ងៃ14កុម្ភៈនេះជាថ្ងៃចាប់ផ្ដើមនៃមេត្តាធម៌ចំពោះមនុស្សជាតិទាំងពួងសារដ៏កក់ក្ដៅបំផុតពីលោកពូសារឿននាងខ្ញុំសង្ឃឹមថាអ្នកស្ដាប់ទាំងអស់គ្នានឹងទទួលបាននូវភាពរីករាយនិងអត្ថន័យពិតប្រាកដនៃថ្ងៃនេះសូមអរគុណលោកពូដែលបានចំណាយពេលមកចែករំលែកនិងអរគុណអ្នកស្ដាប់ទាំងអស់គ្នាសម្រាប់ការតាមដានសូមឲ្យថ្ងៃនេះជាថ្ងៃដ៏ផ្អែមល្ហែមសម្រាប់អ្នកគ្រប់គ្នាលាហើយ